ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការប្រាប់បងប្អូនអរគ្នាអំពីរបៀប boost follow ណាបងប្អូនអរគ្នាបាទគឺយើង boost follow បាទ follower ណាបងប្អូនអរគ្នាបាទនេះបាទដាក់នៅក្នុង profile របស់យើងណាបងប្អូនបាទឲ្យឃើញច្រើនបាទ 1k 2k បាទ10 20k ស្អីបងប្អូនអញ្ចឹងណាបងប្អូនអរគ្នាបាទហើយនេះគឺជា profile អញ្ចឹងណាបងប្អូនអរគ្នាបាទដែលបានបើក turn on professional mode ណាបងប្អូនបាទអញ្ចឹងយើងអត់បើកក៏បានយើងបើកក៏បានដែរអញ្ចឹងណាបងប្អូនអរគ្នាបាទយល់អត់យើងបើកទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើកអញ្ចឹងមកឲ្យបងប្អូនចង់ដាក់ follow ឲ្យឃើញច្រើនបែបនេះគឺងាយស្រួលមែនតើណាបងប្អូនអរគ្នាបាទហើយយើងត្រូវការតែ link page ទេណាបងប្អូនបាទគាត់ copy link page តែមួយណាបងប្អូនអរគ្នាបាទហើយយើងធ្វើនេះគឺធ្វើនៅក្នុង website ខ្មែរ MM បងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់មានChrome បងប្អូន down Chrome មកសម្រាប់បងប្អូនដែលមាន Chrome ហើយបងប្អូនចុចចូល Chrome ទៅហើយសេពាក្យថាខ្មែរ MM ណាបងប្អូនអូខេបាទអញ្ចឹងហើយខ្ញុំក៏មានវីដេអូបង្រៀនបងប្អូនដែរណាបងប្អូនខ្មែរថាបងប្អូនដែលថ្មីណាបងប្អូនដែលគាត់អត់ទាន់ចេះប្រើអញ្ចឹងណាបងប្អូនបាទបងប្អូនចុចចូល channel ខ្មែរ MM មកបងប្អូនរកមើលបាទបងប្អូនរកមើលពាក្យថាវីដេអូសម្រាប់អ្នកថ្មីអញ្ចឹងណាបងប្អូនបាទឬមួយក៏បងប្អូនចុចថាចុចចូល playlist បាទចុចចូល playlist ដើម្បីរកវីដេអូសម្រាប់អ្នកថ្មីអញ្ចឹងណាបងប្អូនបាទខ្ញុំបានដាក់ចំណងជើងជូនបងប្អូនរួចហើយណាបងប្អូនគ្នាបាទអញ្ចឹងបងប្អូនចុះឈ្មោះហើយបងប្អូនដាក់លុយហើយបាទបងប្អូនអាចធ្វើតាមវីដេអូនេះបានណាបងប្អូនបាទហើយការដាក់លុយនេះគឺដាក់លុយចាប់ពី2000រៀលឡើងទៅណាបងប្អូនបាទគឺតិចណាបងប្អូនបាទអញ្ចឹងបងប្អូនដាក់លុយគឺដាក់លុយតាម QR ណាបងប្អូនបាទអត់មានបំពេញលេខ Visa អីបងប្អូនទេណាបងប្អូនបាទបងប្អូនគាត់បង្កើត QR code នៅក្នុងខ្មែរ MM1 បងប្អូនយកទៅ pay ទៅគឺចូលនៅ account បងប្អូនតែម្ដងបាទហើយវីដេអូបង្រៀនហ្នឹងក៏ខ្ញុំបានបង្រៀនជូនបងប្អូនរួចដែរណាបងប្អូនឃើញបាទអញ្ចឹងសូមអធិស្ឋានផងនិយាយយ៉ាងប្រឌិតជាប់មាត់ទេបងប្អូនបាទដោយសារផ្ដាសាយទេបងប្អូនឃើញបាទអញ្ចឹងបងប្អូនខ្ញុំសូមចាប់ផ្ដើមតែម្ដងណាបងប្អូនឃើញបាទហើយបងប្អូនចុះឈ្មោះសិនទៅធ្វើតាមខ្ញុំនេះកើតណាបងប្អូនបាទអញ្ចឹងខ្ញុំសូម refresh មួយបាទអញ្ចឹងបងប្អូន refresh អញ្ចឹងមកបាទអញ្ចឹងបងប្អូនអូសទៅលើតិចទៅបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចទៅលើកន្លែងនេះបាទកន្លែង category នេះបងប្អូនអូខេបាទអញ្ចឹងនឹងចុចលើនឹងមកបាទបន្តមកទៀតបងប្អូនរកមើលពាក្យថា Facebook profile follower ណាបងប្អូនអូខេបាទអញ្ចឹងនេះបងប្អូនបាទគឺ Facebook profile follower ណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទបន្តមកទៀតយើងចុចនៅកន្លែង service នេះម្ដងបងប្អូនអូខេបាទខាងក្រោមនេះបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងទៅដើម្បីរើសសេវាកម្ម Facebook profile follower ណាបងប្អូនអូខេបាទអញ្ចឹងគឺ Facebook profile follower គឺមានច្រើនសេវាកម្មដែលបងប្អូនអាចជ្រើសរើសបានបាទមានតម្លៃគឺផ្សេងគ្នាតែម្ដងបងប្អូនអូខេបាទអញ្ចឹងណាបងប្អូនបាទឧទាហរណ៍នេះបាទសេវាកម្មខាងលើគ្នាបងប្អូនជាស្រ័យជប់ខ្ញុំគូរវងចេះវិញបាទសេវាកម្មខាងលើគេដែលខ្ញុំគូរវងនេះគឺបងប្អូនតម្លៃវាគឺនេះបងប្អូនអូខេបាទគឺ0.62 សេនសម្រាប់1000បងប្អូនអូខេបាទអញ្ចឹងបងប្អូនទទួលបាន1000 follow បងប្អូនចំណាយត្រឹមតែ62 សេនតែប៉ុណ្ណោះបងប្អូនអូខេបាទអញ្ចឹងប្រហែលជា2400 2500ហ្នឹងបងប្អូនអូខេបាទបងប្អូនទទួលបាន1000 follow នៅក្នុង profile របស់យើងបងប្អូនអូខេបាទនេះណាបងប្អូនបាទអញ្ចឹងបងប្អូនឥឡូវយើងចុចទៅលើសេវាកម្មនឹងមួយមកបងប្អូនបាទដើម្បីឆែកមើលថាវាដើរលឿនឬមួយក៏ដើរយឺតបងប្អូនអញ្ចឹងបងប្អូនចុចលើនឹងមួយមកបាទអញ្ចឹងបងប្អូនអូទៅលើបន្តិចបងប្អូនបាទកន្លែងនេះគឺអាវ៉ាត់ថាមនេះគឺបងប្អូនឃើញថាដាក់ថា1ម៉ោង16នាទីដល់បងប្អូនអូខេបាទអញ្ចឹងមានន័យថាពេលដែលយើងបញ្ជាទិញហើយគឺ1ម៉ោង1ម៉ោង2ម៉ោងចុះណាបងប្អូនអូខេបាទ1ម៉ោង2ម៉ោងក្រោយនោះគឺយើងទទួលបានលទ្ធផលនៅក្នុង profile របស់យើងហើយណាបងប្អូនអូខេបាទអញ្ចឹងយើងចាប់ផ្ដើមបញ្ជាទិញសេវាកម្មនឹងតែម្ដងបងប្អូនព្រោះឲ្យវាលឿនដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងអូសទៅលើវិញបងប្អូនអូខេបាទសេវាកម្មមិញគឺយើងយកអានឹងកណ្ដាលណាបងប្អូនបាទយើងអត់ចុចដូរទេបាទអញ្ចឹងបន្តមកទៀតយើងយក link page បាទអធិស្ឋាន link profile របស់យើងបងប្អូនអូខេបាទនេះយកមកដាក់នៅកន្លែងនេះអញ្ចឹងណាបងប្អូនអញ្ចឹងយើងចូលទៅ copy link profile របស់យើងមកបងប្អូនអូខេបាទបាទអញ្ចឹងបងប្អូនចេះ copy អត់បាទចុចកន្លែងនេះមកបងប្អូនបាទ tray 3ហ្នឹងបាទចុច copy link បែកមកវិញបងប្អូនអូខេបាទអញ្ចឹងយើងយក link មកផាសនៅកន្លែងនេះមកបាទចុចគាត់ផាសមកបន្តមកទៀតបងប្អូនមើលកន្លែងបរិមាណនេះបាទចុចកន្លែងបរិមាណហ្នឹងមកដើម្បីដាក់ចំនួនដែលបងប្អូនចង់បញ្ជាទិញបងប្អូនអូខេបាទអញ្ចឹងឧទាហរណ៍បើសិនជាបងប្អូនចង់បានចង់បាន1000បងប្អូនសេលេ1000អញ្ចឹងបងប្អូនអូខេបាទចង់បាន10000បងប្អូនសេលេ10000អញ្ចឹងទៅបាទហើយគិតលុយគឺតាមនឹងអញ្ចឹងទៅណាបងប្អូនអូខេបាទអញ្ចឹងសម្រាប់ខ្ញុំ
បើសិនជាខ្ញុំដាក់1000គឺខ្ញុំអស់62សេនដូចជំរាបជូនបងប្អូនខាងលើអញ្ចឹងសម្រាប់សេវាកម្មហ្នឹងបងប្អូនបាទអញ្ចឹងបើសិនជាសេវាកម្មផ្សេងក៏វាអស់ថ្លៃឬមួយក៏ធូរថ្លៃជាងនឹងទៅតាមសេវាកម្មរបស់បងប្អូនជ្រើសរើសអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងសម្រាប់ខ្ញុំដាក់តែ100ទេបាទហើយ100នេះគឺអស់លុយ6សេនបងប្អូនអូខេបាទ100 follow បងប្អូននៅលើ profile របស់យើងណាអស់លុយ6សេនបងប្អូនអូខេបាទអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងបានហើយបន្តមកទៀតខ្ញុំពិនិត្យមើលថា link ដែលខ្ញុំ copy ហ្នឹងត្រូវនៅបាទបើសិនជាត្រូវហើយបងប្អូនយើងចុច submit នេះមកណាបងប្អូនអូខេបាទដើម្បីបញ្ជូនការបញ្ជាទិញរបស់យើងទៅកាន់ system ណាបងប្អូនបាទអញ្ចឹងចុច submit នឹងមកបាទអញ្ចឹងបងប្អូននឹងឃើញជាវិក័យប័ត្របែបនេះមួយណាបងប្អូនអូខេបាទបើសិនជាចេញបែបនេះគឺមានន័យថាជោគជ័យហើយណាបងប្អូនតែមិនមែនមានន័យថា profile បងប្អូនឡើង follow ភ្លាមទេបាទប្រហែលជាដូចខ្ញុំបានបង្ហាញអញ្ចឹងនេះបងប្អូនអរគ្នាបាទអាហ្នឹងទៅតាមសេវាកម្មបងប្អូនសេវាកម្មខ្លះក៏វាម៉ោងហ្នឹងក៏វាច្រើនជាងនេះឬមួយក៏តិចជាងនេះទៅតាមសេវាកម្មប្រភេទសេវាកម្មរបស់បងប្អូនជារឿយៗណាបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំនេះខ្ញុំទិញសេវាកម្មដែលលឿនដែរ1ម៉ោងជាងបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំចុចខ្វែងមួយទៅបាទបន្ទាប់ពីបងប្អូនបញ្ជាទិញហើយអញ្ចឹងណាបងប្អូនបាទចង់ចុចខ្វែងក៏បានអត់ក៏បានដែរកាលណាយើង refresh ឡើងវាមកវិញដែរបងប្អូនអរគ្នាបាទអីទេព្រោះជាប់ទិន្នន័យចាស់អញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគ្នាបាទសង្ឃឹមថាបងប្អូននឹងយល់របៀបទិញ profile follower ណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអរគុណច្រើនបងប្អូនអរគ្នាបាទជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ